OK សួស្តីអ្នកទាំងអស់គ្នាសម្រាប់ព្រឹកនេះពួកយើងចេញមកជិះកង់ហាត់ប្រាណទៀតហើយថ្ងៃនេះខ្ញុំជិះកង់2នាក់ចែកធីរីថ្ងៃនេះរៀនកំសត់បន្តិចដោយសារតែយើងជិះគ្នាតែ2នាក់ពេលព្រឹកគោលដៅរបស់យើងគឺយើងជិះទៅខាងប្រាសាទបាសែតហើយឥឡូវនេះយើងបានមកដល់ស្រះឈូកអញ្ចឹងយើងនៅប្រហែលជាពាក់កណ្ដាលផ្លូវទៀតហើយជា7ទៅ8គីឡូទៀតយើងដល់បាសែតតែឥឡូវនេះយើងបានអាហារសម្រន់ពងបានអាហារសម្រន់មួយយើងញ៉ាំអាហារសម្រន់នេះហើយបន្ទាប់មកយើងនឹងធ្វើដំណើរទៅប្រាសាទបាសែតតែម្ដងអូខេឥឡូវនេះពួកយើងបានមកដល់ប្រាសាទបាសែតហើយវាគឺជាលើកទី2របស់ខ្ញុំហើយដែលខ្ញុំជិះកង់ពេលព្រឹកមកដល់ម៉ោង7 កន្លះឥឡូវនេះម៉ោង7:15នាទីពីមុនមកខ្ញុំធ្លាប់មកម្ដងដែរខ្ញុំជិះមកដល់ម៉ោង7 កន្លះហើយពេលដែលយើងមកដល់ពេលព្រឹកចេះមានអារម្មណ៍ថាស្ងប់ស្ងាត់មែនទែនហើយអ្វីដែលសំខាន់ទៀតគឺខ្ញុំពេលព្រឹកចេះមានអារម្មណ៍ថាមានប្លង់ថតស្អាតមែនទែនអូខេអញ្ចឹងយើងនឹងដើរជុំវិញប្រាសាទបាសែតនេះហើយខ្ញុំនឹងថតទស្សនភាពនៅក្នុងប្រាសាទបាសែតនេះជួយអ្នកទាំងអស់គ្នាបានទស្សនាទាំងអស់គ្នានៅពេលព្រឹកអូខេអូខេបន្ទាប់ពីយើងចេញពីប្រាសាទបាសែតមកឥឡូវយើងមកដល់ពាក់កណ្ដាលផ្លូវដែរហើយប្រហែលជាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយយើងជួបគ្នានៅវីដេអូក្រោយ